ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងអគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្ដើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមកដើម្បីបំផែនក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់តាមរយៈរដ្ឋបាលរាជធានីខេត្តនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីនឹងចាប់ផ្ដើមបញ្ចេញនៅប័ណ្ណកម្មសិទ្ធិដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាពន្ធ0ប្រមាណ80,000ក្បាលដីជូនប្រជាពលរដ្ឋពីថ្ងៃនេះតទៅនេះបើយោងទៅតាមកិច្ចប្រជុំរវាងអង្គភាពរដ្ឋបាលសារពើពន្ធនិងអង្គភាពរដ្ឋបាលសរយោដីដើម្បីជំរុញការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនិងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុកាលពីថ្ងៃទី27ខែឧសភាឆ្នាំ2025នេះ